សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំម្ដងទៀតថ្មីនេះមនុស្សជាច្រើនប្រហែលជារួមទាំងអ្នកផងដែរបានបើក Facebook មកស្រាប់តែឃើញសារថា Your account has been disabled ឬគណនីរបស់អ្នកត្រូវបានបិទកុំភ័យស្លងស្លោក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងពន្យល់លម្អិតថាតើហេតុអីបានជារឿងនេះកើតឡើងវាមានន័យយ៉ាងណាហើយរបៀបដែលអ្នកអាចដោះស្រាយវាមួយជំហានម្ដងមុនពេលគណនីរបស់អ្នកបាត់បង់ជារៀងរហូតឥឡូវនេះតោះយើងនិយាយអំពីមូលហេតុដែល Facebook កំពុងបិទគណនីច្រើនបែបនេះថ្មីនេះមូលហេតុចម្បងគឺថា Facebook ប្រើប្រព័ន្ធស្វ័យប្រវត្តិនិយាយឲ្យសាមញ្ញគឺ AI ដើម្បីស្វែងរកការរំលោភបំពានច្បាប់ផ្សេងរបស់មាតិកាបណ្ដាញសង្គមមួយនេះប៉ុន្តែបញ្ហាគឺថាប្រព័ន្ធនោះពេលខ្លះមានការភ័ន្តច្រឡំគណនីរបស់អ្នកឲ្យត្រូវបានបិទប្រសិនបើអ្នកបង្ហោះអ្វីមួយដែល Facebook គិតថាបំពានស្តង់ដារសហគមន៍ដូចជា spam ការប្រើប្រាស់សម្ដីមិនសមរម្យឬព័ត៌មានក្លែងក្លាយប្រើឈ្មោះក្លែងក្លាយឬធ្វើជាអ្នកផ្សេងផ្ញើសារឬ add friend ច្រើនពេកក្នុងល្បឿនលឿនពេកចូល log in នៅលើឧបករណ៍ថ្មីឬប្រទេសថ្មីដែលអាចមើលទៅគួរឲ្យសង្ស័យឬសូម្បីតែគណនីរបស់អ្នកត្រូវបានលួចចូល hack ហើយត្រូវបានគេយកទៅប្រើប្រាស់សម្រាប់សកម្មភាពចម្លែកពេលខ្លះវាមិនមែនជាកំហុសរបស់អ្នកទេគឺគ្រាន់តែក្បួនដោះស្រាយរបស់វាបានសម្គាល់ flag លើ profile របស់អ្នកដោយស្វ័យប្រវត្តិប្រសិនបើអ្នកឃើញសារដែលនិយាយថា Your account has been disabled on កាលបរិច្ឆេទណាមួយ You have 30 days to request a review នោះមានន័យថា Facebook បានចាក់សោគណនីរបស់អ្នកជាផ្លូវការហើយអ្នកមានពេល30ថ្ងៃគិតចាប់ពីថ្ងៃនោះដើម្បីតវ៉ាឬ appeal បន្ទាប់ពីនោះគណនីនឹងបាត់បង់ជាអចិន្ត្រៃយ៍គ្មានឱកាសលើកទី2ទេដូច្នេះវាពិតជាសំខាន់ណាស់ក្នុងការធ្វើសកម្មភាពឲ្យបានរហ័សជំហានក្នុងការយកមកវិញនៅគណនីរបស់លោកអ្នកឥឡូវនេះតោះយើងទៅមើលជំហាននៃការសង្គ្រោះជំហានទី1ចូលទៅកាន់ទម្រង់ផ្លូវការនៃ Official Facebook Help Center facebook.com/help/contact/2607 ជំហានទី2បំពេញព័ត៌មានលម្អិតរបស់អ្នកឈ្មោះអាសយដ្ឋានអ៊ីមែលនិងពន្យល់ដោយសង្ខេបថាគណនីរបស់អ្នកត្រូវបានបិទដោយការភ័ន្តច្រឡំជំហានទី3បង្ហោះអត្តសញ្ញាណប័ណ្ណដែលមានរូបថតរបស់អ្នកនេះអាចជាលិខិតឆ្លងដែនប័ណ្ណបើកបរ driver license ឬអត្តសញ្ញាណប័ណ្ណរដ្ឋាភិបាលណាមួយត្រូវប្រកាសថាឈ្មោះដែលនៅលើឯកសារនោះត្រូវគ្នានឹងឈ្មោះ Facebook របស់អ្នកយ៉ាងពិតប្រាកដជំហានទី4ដាក់ស្នាទម្រង់នោះហើយរងចាំការពិនិត្យឡើងវិញជាធម្មតាត្រូវចំណាយពេលពី2-3ថ្ងៃរហូតដល់3សប្តាហ៍ហើយចាំថាត្រូវមានការអត់ធ្មត់កុំដាក់សំណើប្តឹងជំទាស់ច្រើនដងនិងកុំជឿទុកចិត្តលើនរណាម្នាក់ដោយអះអាងថាពួកគេអាចដោះសោគណនីរបស់អ្នកបានដោយត្រូវការចំណាយប្រាក់មុនពេលអ្នកធ្វើអ្វីក៏ដោយសូមចុចប៊ូតុងពណ៌ខៀវដែលនិយាយថា Download your information ទាញយកព័ត៌មានរបស់អ្នកនោះអនុញ្ញាតឲ្យអ្នកបម្រុងទុក backup រូបថតការបង្ហោះនិងសាររបស់អ្នកគ្រាន់តែទុកក្នុងករណីដែល Facebook មិនអាចសង្គ្រោះគណនីរបស់អ្នកបានទេការព្រមានមួយចុងក្រោយ Page នឹងជន់ក្លែងបន្លំដែលឆ្លៀតឱកាសជាច្រើនកំពុងផ្ញើសារទៅអ្នកប្រើប្រាស់ដោយនិយាយថាខ្ញុំអាចសង្គ្រោះគណនីរបស់អ្នកបានដោយត្រូវមានការបង់ថ្លៃក្នុងតម្លៃណាមួយកុំចាញ់បោកគេ Facebook មិនធ្វើការជាមួយភាគីទី3ណាមួយទេសូមប្រើតែទម្រង់ផ្លូវការរបស់ Official Facebook Help Center ប៉ុណ្ណោះខ្ញុំសង្ឃឹមថាវីដេអូនេះបានជួយអ្នកឲ្យយល់ពីអ្វីដែលកំពុងកើតឡើងហើយប្រសិនបើវាបានជួយមែនសូមប្រកាសថាបានចុចប៊ូតុង like និងចែករំលែកវីដេអូនេះដើម្បីជួយអ្នកដទៃទៀតដែលកំពុងភ័យស្លន់ស្លោអំពីគណនីរបស់ពួកគេសូមរក្សាសុវត្ថិភាពលើអ៊ីនធឺណិតហើយយើងនឹងជួបអ្នកម្ដងទៀតនៅវីដេអូក្រោយបាយបាយ